បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយគឺវីដេអូតាក់ទងនឹងខេត្តឧត្តរមានជ័យបាទច្បាស់ណាស់ទៅពុកម៉ែបងប្អូនចង់យល់ចង់ដឹងនិងចង់ស្គាល់ច្បាស់ពីខេត្តឧត្តរមានជ័យហើយនៅចង់ដឹងថាខេត្តឧត្តរមានជ័យនេះគឺបង្កើតឡើងនៅឆ្នាំណាមានស្រុកចំនួនប៉ុន្មានមានផ្ទៃដីចំនួនប៉ុន្មានបាទជួយចេះកុំឲ្យខាត់ពេលយូរខ្ញុំបាននាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនានឹងវីដេអូការអានចំណេះដឹងនិងលក្ខណៈភូមិសាស្ត្រនិងប្រវត្តិខេត្តរបស់ខេត្តឧត្តរមានជ័យបាទខេត្តឧត្តរមានជ័យគឺជាខេត្តមួយស្ថិតនៅភាគពាយព្យក្នុងប្រទេសកម្ពុជាដែលមានព្រំប្រទល់ខាងលិចជប់នឹងខេត្តបន្ទាយមានជ័យខាងត្បូងជប់នឹងខេត្តសៀមរាបនិងព្រះវិហារខាងកើតជប់នឹងខេត្តព្រះវិហារហើយមានព្រំប្រទល់ខាងជើងជប់នឹងប្រទេសថៃទីរួមខេត្តគឺសំរងខេត្តនេះមានចម្ងាយប្រហែលជាង462គីឡូម៉ែត្រពីរាជធានីភ្នំពេញបើចេញដំណើរពីខេត្តឧត្តរមានជ័យមកតាមបណ្ដោយផ្លូវជាតិលេខ68និងបញ្ចប់មកផ្លូវជាតិលេខ6ខេត្តនេះមានទេសចរណ៍ធម្មជាតិនិងទេសចរណ៍វប្បធម៌ខេត្តនេះជាតំបន់ដែលមានប្រាសាទបុរាណជាច្រើនផងដែររីឯតំបន់ទេសចរណ៍ធម្មជាតិវិញទីនោះមានតំបន់អច្ឆរិយៈមួយគឺតំបន់រមណីយដ្ឋានដីដោះឬហៅថារលួសធំដីដោះដែលមានទីតាំងនៅជិតជើងភ្នំដងរែកនិងជិតផ្លូវក្រវ៉ាត់ព្រំដែនបានខេត្តឧត្តរមានជ័យនេះគឺបានបង្កើតឡើងនៅឆ្នាំ1964ទីរួមខេត្តក្រុងសំរងលោកអភិបាលខេត្តរបស់ខេត្តឧត្តរមានជ័យគឺអាដាមប៉ែនកុសលបានខេត្តនេះដែរមានផ្ទៃក្រឡា6159គីឡូម៉ែត្រការ៉េហើយមានប្រជាជន276,038 នាក់បានចំនួនប្រជាជននេះគឺនៅឆ្នាំ2019ហើយមានខណ្ឌនិងក្រុង6ឈ្មោះខេត្តមួយនៃកម្ពុជារដ្ឋខេត្តឧត្តរមានជ័យគឺមានពាក្យឧត្តរប្រែថាខាងជើងនិងពាក្យមានជ័យប្រែថាជ័យជំនះហើយគឺជាខេត្តចុងក្រោយបង្អស់ទូទាំងប្រទេសដែលបានសម្រេចធ្វើសមាហរណកម្មបញ្ឈប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនាថ្ងៃទី23ខែមេសាឆ្នាំ1998ប្រវត្តិរបស់ខេត្តឧត្តរមានជ័យបានបង្កើតឡើងនៅឆ្នាំ1964តាមព្រះរាជក្រមលេខ194 បកចុះថ្ងៃទី12ខែកក្កដាឆ្នាំ1964នៅសម័យសង្គ្រាមសង្គមរាស្ត្រនិយម1953ដល់1970ក្រមព្រះរាជកិច្ចដឹកនាំដោយសម្ដេចព្រះបាទនរោត្តមសីហនុប៉ុន្តែក្រោយឆ្នាំ1970សង្គ្រាមបានឆាប់ឆេះឡើងរាល់រចនាសម្ព័ន្ធរដ្ឋបាលត្រូវបានលើកទីតាំងដាក់នៅខេត្តសៀមរាបខេត្តឧត្តរមានជ័យត្រូវជាមួយខេត្តសៀមរាបនៅសម័យកម្ពុជាប្រជាធិបតេយ្យឬសម័យខ្មែរក្រហមជាតំបន់ស្វយ័តដាច់ដោយឡែកភូមិភាគពិសេសនៅសតវត្សទី80-90ខេត្តនេះគឺជាទីតាំងភូមិសាស្ត្ររបស់ពួកខ្មែរក្រហមជាពិសេសគឺស្រុកអន្លង់វែងនៅខេត្តឧត្តរមានជ័យនេះជាទីតាំងដែលប៉ុល ពតទទួលមរណភាពនៅទីនោះផងដែររហូតដល់ពួកខ្មែរក្រហមចុះចូលជាមួយនឹងរាជរដ្ឋាភិបាលនៅឆ្នាំ1999យោងព្រះរាជក្រឹត្យលេខ/រកត/0195/07ចុះថ្ងៃទី28ខែមករាឆ្នាំ1995ខេត្តនេះត្រូវបានបង្កើតឡើងសារជាថ្មីផ្ដាច់ចេញពីខេត្តសៀមរាបនៅពេលនោះរចនាសម្ព័ន្ធពុំទាន់ដំណើរការនៅឡើយ
លុះដល់ថ្ងៃទី27ខែមេសាឆ្នាំ1999ស្ថិតក្រោមអធិបតេយ្យភាពឯកឧត្តមស ខេង ឧបនាយករដ្ឋមន្ត្រីនិងរាជរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានប្រកាសដាក់ឲ្យដំណើរការងាររដ្ឋបាលជាផ្លូវការខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ខាងជើងជិតនឹងប្រទេសសៀមដែលមានព្រំប្រទល់ខាងជើងជិតនឹងប្រទេសសៀមខាងត្បូងជិតនឹងខេត្តសៀមរាបនិងខាងកើតជិតនឹងខេត្តព្រះវិហារខាងលិចជិតនឹងខេត្តឧត្តរមានជ័យខេត្តឧត្តរមានជ័យមានចម្ងាយប្រមាណ434គីឡូម៉ែត្រពីទីក្រុងភ្នំពេញដោយធ្វើដំណើរតាមផ្លូវជាតិលេខ 6A និងកាត់តាមខេត្តកណ្ដាលកំពង់ចាមនិងបន្តដំណើរតាមផ្លូវជាតិលេខ 6 ពីចំណុចបំបែកស្គន់តាមខេត្តកំពង់ធំសៀមរាបដល់ចំណុចស្រុកក្រឡាញ់ខេត្តសៀមរាបមានផ្លូវបំបែកឆ្ពោះទៅខាងជើងតាមផ្លូវជាតិលេខ 68 ទៅកាន់ខេត្តឧត្តរមានជ័យបានខេត្តឧត្តរមានជ័យគឺជាខេត្តមួយបាទដូច្នេះខ្ញុំបានអានជាមួយនឹងស្រុកដែលនៅក្នុងខេត្តឧត្តរមានជ័យស្រុកនៅក្នុងខេត្តឧត្តរមានជ័យមានស្រុកអន្លង់វែងស្រុកបន្ទាយអំពិលស្រុកចុងកាល់ក្រុងសំរងនិងស្រុកត្រពាំងប្រាសាទប្រជាជនក្នុងខេត្តឧត្តរមានជ័យសរុបបានចំពោះប្រាសាទដែលមាននៅក្នុងខេត្តឧត្តរមានជ័យគឺប្រាសាទមានប្រាសាទតាមុនប្រាសាទតាមុនធំប្រាសាទតាក្របីប្រាសាទដំរីទ្រោមប្រាសាទខ្នានិងប្រាសាទព្រំកែលបាទនេះគឺប្រាសាទដែលនៅក្នុងខេត្តឧត្តរមានជ័យសេដ្ឋកិច្ចខេត្តឧត្តរមានជ័យ 93% គឺពឹងផ្អែកលើកសិកម្មហើយ 7% ទៀតពឹងលើការនេសាទនិងជំនួញដោយសារតែខេត្តនេះមានព្រំប្រទល់ជិតនឹងប្រទេសថៃពាណិជ្ជកម្មអន្តរជាតិមានសកម្មភាពគួរឲ្យកត់សម្គាល់ដែលបានក្លាយជាវិស័យសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចខេត្តហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចខេត្តទទួលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនាសម័យខ្មែរក្រហមហើយនេះការស្ដាររចនាសម្ព័ន្ធថ្មីមានសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចខេត្តឧត្តរមានជ័យគ្មានស្ទឹងគ្មានទន្លេហូរកាត់ប្រជាជនប្រើប្រាស់តាំងពីបុរាណរហូតដល់ពេលបច្ចុប្បន្នគឺប្រើប្រាស់ទឹកស្រះជាមូលដ្ឋានឯទឹកអណ្ដូងមិនអាចហូបបានទេដោយសារមានជាតិកំបោរហើយសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តគេសង្កេតឃើញមានដូចជារ៉ែក្រមដីឈូងថ្មរ៉ែមាសនិងថ្មកំបោរឯនៅលើដីវិញមានព្រៃឈើដំណាំស្រូវដំណាំកសិឧស្សាហកម្មសត្វព្រៃបើឆ្នេះសូមអភ័យទោសផងដោយសារវីដេអូខ្ញុំមានរអាក់រអួលនៅក្នុងការអាននេះសូមឲ្យពុកម៉ែបងប្អូនជួយចុច like វីដេអូខ្ញុំម្នាក់មួយផង